នារីទាំងពីរដែលកំពុងមមាញឹកក្នុងចង្ក្រាននេះមកពីខេត្តស៊ីនជាងប្រទេសចិនដីគោកថាកែស្រីឈ្មោះស៊ុនហងៀនគាត់ចិត្តឆៃថៅខ្ទឹមបារាំងអង្ករឆៅនិងគ្រឿងផ្សេងទៀតដាក់ឆាជាមួយគ្នាក្រោយមកដាក់ចូលក្នុងឆ្នាំងភ្លើងចំហុយហើយវានឹងក្លាយជាបាយចាប់ស្រុកស៊ីនជាងមីទាញដែលគេហៅថាមីកន្ត្រាក់ហើយសាច់នេះត្រូវបង់ខ្លាញ់សិននេះជាសាច់គោដើម្បីឲ្យភ្ញៀវតៃវ៉ាន់យល់ពីគ្រឿងម្ហូបស៊ីនជាងពេលជូនម្ហូបគ្រប់មុខគាត់តែងពន្យល់ណែនាំភ្ញៀវដោយមិនធុញទ្រាន់ឡើយមើលតាមកៅភ្នែករបស់គាត់ក៏អាចដឹងដែរថាគាត់ចាប់អារម្មណ៍ទៅលើម្ហូបស៊ីនជាងខ្ញុំបានស្គាល់ស្វាមីខ្ញុំនៅខេត្តស៊ូឆានខ្ញុំក៏មិនដឹងថាគាត់រៀបការមកទីនេះដែរហើយពួកខ្ញុំក៏មិនដឹងរៀងៗខ្លួនដូច្នេះហើយពេលដែលខ្ញុំមានគំនិតចង់បើកហាងលក់ម្ហូបពួកយើងក៏បានជួបគ្នាតែម្ដងពេលវេលាដែលល្អក៏ជួបប្រទះនឹងរឿងល្អក្រោយពីអ្នកទាំងពីរបានជួបគ្នានៅតៃវ៉ាន់ហើយអ្នកទាំងពីរចាប់អារម្មណ៍ទៅលើការបើកហាងអាហារដូចគ្នាហើយលក់ម្ហូបរសជាតិស៊ីនជាងពិតៗក្រៅពីមីដែលចំណាយកម្លាំងវាយផងទាញផងនៅមានមីវែងហើយក្រាក់មីទាំងនេះសុទ្ធតែបងប្អូនទាំងពីរនេះចំណាយកម្លាំងទឹកញើសឆ្នៃដោយផ្ទាល់ដៃនេះជារូបភាពតំណាងនារីសាសនាពួកយើងជាជនជាតិអ៊ូហែករូបចម្លាក់ដែលដាក់នៅលើជញ្ជាំងនេះសុទ្ធតែថៅកែស្រីស៊ុនហងៀនយកមកពីស្រុកកំណើតគាត់ព្រមទាំងរូបទេសភាពស្រុកស៊ីនជាងតែងធ្វើឲ្យគាត់បំបត្តិក្តីនឹករលឹកស្រុកដូច្នេះហើយនៅក្នុងហាងនេះគាត់និងប្អូនស្រីជីដូនមួយគាត់តែងស្លៀកសម្លៀកបំពាក់បំណាងសាសនាស៊ីនជាងពេលឃើញស្គែលមកពីស្រុកស៊ីនជាងគាត់ក៏បើកភ្នែកយ៉ាងភ្លឺថ្លានេះជាស្គែលវាជាឧបករណ៍តន្ត្រីមួយយ៉ាងនៅស្រុកខ្ញុំគឺបែបនេះហើយតាមពិតហាងអាហារនេះបើកមិនដល់ប្រហែលខែផងតែតាក់ទាញភ្ញៀវចូលមកយ៉ាងទៀងទាត់ថ្មីត្បិតមួយសប្តាហ៍សម្រាប់តែមួយថ្ងៃតែពួកគាត់បែរជាគិតថាការងារមកមើលញឹកគឺមានន័យថាហាងនេះកាន់តែរីកចម្រើនអ្វីៗទាំងនេះបានដោយការលំបាក